តើពុកម៉ែបងប្អូនចង់ដឹងទេថាពាក្យរឹងមាំមានន័យយ៉ាងដូចម្តេចសម្រាប់គ្រីស្ទានព្រះពិតជាមានព្រះបន្ទូលនៅពេលទ្រង់ត្រាស់ហៅយើងរាល់គ្នានឹងប្រទានពរឲ្យយើងរាល់គ្នាមានកម្លាំងនិងរឹងមាំនៅក្នុងព្រះគ្រីស្ទនេះជាការពិតនៅក្នុងព្រះគម្ពីរត្រូវរឹងមាំមិនមែននិយាយអំពីភាពរឹងមាំរបស់រូបរាងកាយរបស់យើងនោះទេគឺនិយាយអំពីការកាន់ខ្ជាប់ចំពោះព្រះទោះបីជាអ្នកមានអារម្មណ៍ថាតូចទាបខ្សោយឬភ័យខ្លាចក៏ដោយតែកម្លាំងពិតនិងភាពរឹងមាំកើតចេញពីការជឿទុកចិត្តលើព្រះអង្គម្ចាស់និងការពឹងផ្អែកលើអំណាចរបស់ទ្រង់តែកម្លាំងនិងភាពរឹងមាំពិតកើតចេញពីការជឿទុកចិត្តលើទ្រង់និងការពឹងផ្អែកលើអំណាចរបស់ព្រះជាម្ចាស់មិនមែនពឹងផ្អែកលើអំណាចរបស់ខ្លួនអ្នកទេដូច្នេះនៅពេលដែលយើងពឹងផ្អែកលើព្រះអង្គម្ចាស់ហើយអ្នកនឹងមិនមានអារម្មណ៍ថាភ័យខ្លាចទៀតឡើយគ្រប់ជំហានដែលអ្នកដើរទៅមុខគឺឈានដើរយ៉ាងរឹងមាំពីព្រោះអ្នកដឹងថាព្រះជាម្ចាស់គង់នៅជាមួយនឹងអ្នកចូលស្រមៃថាមានក្មេងតូចម្នាក់កំពុងរៀនជិះកង់ពេលនោះគាត់មានចិត្តភ័យខ្លាចហើយភ្នែករបស់គាត់បានសម្លឹងរកឪពុករបស់គាត់ជានិច្ចប៉ុន្តែដរាបណាដៃរបស់ឪពុកក្មេងនោះស្ថិតនៅលើដៃកង់របស់គាត់នោះវាធ្វើឲ្យគាត់ហ៊ានធាក់កង់ទៅមុខយ៉ាងមានទំនុកចិត្តនិងរឹងមាំពីព្រោះក្មេងនោះដឹងថាកម្លាំងហើយនឹងភាពរឹងមាំមកពីឪពុករបស់គាត់ហើយក្មេងនោះក៏ដឹងថាឪពុករបស់គាត់មិនអោយគាត់ដួលដល់ដីនោះឡើយនេះហើយជាកម្លាំងយ៉ាងរឹងមាំពិតកើតចេញពីការជឿទុកចិត្តលើព្រះយេហូវ៉ាហើយទ្រង់ជាព្រះហស្ថដ៏រឹងមាំចាំជួយយើងនៅគ្រាមានអាសន្នដោយដែលព្រះគម្ពីរបានចែងមកថាតើអញមិនបានបង្គាប់ឯងទេឬអីដូច្នេះចូលឲ្យមានកម្លាំងនិងចិត្តក្លាហានចុះកុំអោយខ្លាចឡើយក៏កុំអោយស្រយុតចិត្តផងបាត់ព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផងឯសេចក្តីឯទៀតបងប្អូនអើយចូលឲ្យមានកម្លាំងឡើងក្នុងព្រះអង្គម្ចាស់ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ចូលពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីនឹងអាចនឹងឈរមុំមួនទោះនឹងឧបាយកលទាំងអំបាលមានរបស់អារ្យកុំអោយភ័យខ្លាចឡើយបាត់អញនៅជាមួយនឹងឯងកុំអោយស្រយុតចិត្តឲ្យសោះពីព្រោះអញជាព្រះនៃឯងអញនឹងចម្រើនកម្លាំងដល់ឯងអញនឹងជួយឯងអញនឹងទ្រឯងដោយដៃស្ដាំដ៏សុចរិតរបស់អញជាការពិតណាស់ព្រះពេញចិត្តលើកទឹកចិត្តកូនចៅរបស់ទ្រង់នៅពេលអ្នកមានអារម្មណ៍បាក់ទឹកចិត្តសូមចងចាំថាព្រះទតឃើញអ្នកដឹងពីការតស៊ូរបស់អ្នកនិងសន្យាថានឹងជួយអ្នកឲ្យឆ្លងផុតពីរឿងអាក្រក់ទាំងអស់នោះបានព្រះមានបន្ទូលថាការលើកទឹកចិត្តពីព្រះមិនមែនជាការគិតចង់ធ្វើឲ្យតែបាននោះទេនៅក្នុងព្រះបន្ទូលដែលមិនផ្លាស់ប្ដូររបស់ទ្រង់ផ្ដល់សេចក្តីសង្ឃឹមកម្លាំងនិងគោលបំណងសូម្បីតែពេលជីវិតមានអារម្មណ៍លំបាកឬឯកាក៏ដោយតែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញនោះនឹងមានកម្លាំងចម្រើនជានិច្ចគេនឹងហើរឡើងទៅលើដោយស្លាបដូចជាឥន្ទ្រីគេនឹងរត់ទៅឥតដែលហត់ហើយនឹងដើរឥតដែលល្វើយឡើយព្រះយេហូវ៉ាទ្រង់គង់ចិត្តបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេងហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាបមនុស្សសុចរិតតែងតែកើតមានសេចក្តីលំបាកជាច្រើនតែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្តីទាំងនោះទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះមិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយសេចក្តីអាក្រក់នឹងសម្លាប់មនុស្សដែលប្រព្រឹត្តអាក្រក់ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិតនឹងត្រូវមានទោសព្រះយេហូវ៉ាទ្រង់លួសព្រលឹងនៃអស់អ្នកដែលគោរពប្រតិបត្តិដល់ទ្រង់ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងបាត់ខ្ញុំបានឈ្នះលោកីយ៍ហើយកុំឲ្យខ្វល់ខ្វាយអ្វីឡើយចូលទូលដល់ព្រះឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ដោយសេចក្តីអធិដ្ឋាននិងពាក្យទូលអង្វរទាំងពោលពាក្យអរព្រះគុណផងយ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះដែលហួសលើពីអស់ទាំងគំនិតនឹងជួយការពារចិត្តហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវទោះបីជាអ្នកមានអារម្មណ៍ទន់ខ្សោយក៏ដោយព្រះនៅតែរឹងមាំសម្រាប់អ្នកទ្រង់នៅតែដើរក្បែរអ្នកដោយភាពស្មោះត្រង់របស់ព្រះ